អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែឈើរីCherry គឺជាផ្លែឈើប្រភេទនាំចូលដែលមានរសជាតិប្លែកម្យ៉ាងផ្អែមលាយចត់បន្តិចហើយអាចរកទិញបាននៅតាមទីផ្សារនានាផ្លែឈើនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនយ៉ាងសម្បូរបែបរាប់តាំងពីវីតាមីនសារធាតុរ៉ែសារធាតុសរសៃនិងសារធាតុប្រឆាំងរ៉ាឌីកាល់សេរីដែលវាជាផ្លែឈើមួយដ៏ល្អខ្លាំងសម្រាប់សុខភាពទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែឈើរី1ប្រភពនៃសារធាតុរ៉ែសំខាន់ប៉ូតាស្យូមអ្នកដឹងទេថាប៉ូតាស្យូមជាសារធាតុរ៉ែដ៏សំខាន់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសម្ពាធឈាមឲ្យស្ថិតនៅក្នុងកម្រិតមួយធម្មតានេះគឺជាកត្តាមួយដ៏សំខាន់ផងដែរនៅក្នុងការកាត់បន្ថយនៅហានិភ័យនៃជំងឺគាំងបេះដូងជំងឺដាច់សរសៃឈាមជំងឺលើឈាមជាដើមក្រៅពីនេះលំនឹងនៃសារធាតុប៉ូតាស្យូមបានកាត់បន្ថយនៅបញ្ហារមួលសាច់ដុំនិងបង្កើននៅកម្លាំងសាច់ដុំទៀតផងដូច្នេះការបំពេញនៅរបបអាហារជាមួយនឹងផ្លែឈើរីដើម្បីជួយបំពេញបន្ថែមនៅកង្វះនៃប៉ូតាស្យូមដែលជាសារធាតុរ៉ែមួយដ៏សំខាន់2ជួយជំរុញសុខភាពបេះដូងសារធាតុប្រឆាំងជាតិពុលទទួលបានពីផ្លែឈើរីត្រូវបានគេសិក្សាឃើញថាវាបានជួយយ៉ាងខ្លាំងដល់សុខភាពនៃប្រព័ន្ធរបត់ឈាមការសិក្សាបានរកឃើញថាផ្លែឈើរីអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបានផងដែរសារធាតុសរសៃនិងសារធាតុអង់ដូស៊ីយ៉ានីនដែលទទួលបានពីផ្លែឈើរីជំរុញយ៉ាងខ្លាំងដល់សុខភាពបេះដូងកាត់បន្ថយកម្រិតនៃកូលេស្តេរុលមិនល្អនិងបង្កើនកូលេស្តេរុលល្អដែលមិនត្រឹមតែផ្ដល់ផលវិជ្ជមានដល់បេះដូងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយដល់ការកាត់បន្ថយហានិភ័យនៃជំងឺក្រិននិងរឹងសរសៃឈាមផងដែរទី3ប្រឆាំងនឹងជំងឺមហារីកម៉ូលេគុលនៃរ៉ាឌីកាល់សេរីត្រូវបានគេសិក្សាឃើញថាវាគឺជាភ្នាក់ងារមួយដ៏ធំចម្បងបង្កជំងឺទូទៅសពថ្ងៃម៉ូលេគុលនេះអាចផលិតផ្ទាល់ដោយកោសិកាយើងខ្លួនឯងនិងទទួលបានពីខាងក្រៅផងដែរវាអាចមានឥទ្ធិពលបំផ្លិចបំផ្លាញកោសិកាយ៉ាងធ្ងន់ធ្ងរជាលទ្ធផលបង្កជំងឺមួយចំនួនដូចជាជំងឺមហារីកជំងឺបេះដូងនិងជំងឺវង្វេងវង្វាន់ជាដើមការទទួលទានផ្លែឈើរីគឺជាថ្នាំធម្មជាតិទប់ទល់នឹងហានិភ័យនៃជំងឺភ្នែកមួយចំនួនដោយសារឥទ្ធិពលរបស់វាប្រឆាំងនឹងរ៉ាឌីកាល់សេរីទី4ជួយដល់ការសម្រកទម្ងន់ផ្លែឈើរីមិនត្រឹមតែមានកាឡូរីតិចប៉ុណ្ណោះទេអ្នកស្រាវជ្រាវបានសន្និដ្ឋានថាវាជួយកាត់បន្ថយកំហាប់ខ្លាញ់នៅក្នុងឈាមទៀតផងការសិក្សាស្រាវជ្រាវដោយតេស្តលើសត្វកណ្ដុរពីក្រុមបានឲ្យដឹងថាគេអាចផ្ដល់របបអាហារដែលរួមបញ្ចូលផ្លែឈើរីរីឯមួយក្រុមទៀតទទួលបានពីរបបអាហារដូចគ្នាប៉ុន្តែពុំមានផ្លែឈើរីឡើយជាលទ្ធផលសត្វកណ្ដុរមួយក្រុមដំបូងពុំមានឡើងទម្ងន់ឬការឡើងខ្លាញ់តាមសរសៃឈាមនិងក្បាលពោះដោយកណ្ដុរមួយក្រុមទៀតដែលមិនបានទទួលនៅផ្លែឈើរីក្នុងរបបអាហារនោះទេ